ពីករណីទៀតហើយកម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិសហការជាមួយកម្លាំងចម្រុះខាត់ខ្លួនជនសង្ស័យជាង60នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញនិងខេត្តកំពតព័ត៌មានតារាជាតិតារាអន្តរជាតិសង្គមវប្បធម៌អរិយធម៌តន្ត្រីនិងភាពយន្តកាលពីថ្ងៃទី28ខែតុលាឆ្នាំ2025ម្សិលមិញនេះកម្លាំងសមត្ថកិច្ចចម្រុះបានចុះពិនិត្យនិងបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទីតាំងបន្ទប់1705ស្ថិតនៅអគារខុនដូវិមានកុលាបអគារជាន់ទី17ផ្លូវនរោត្តមសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញដោយឃាត់ខ្លួនបរិសុទ្ធជនជាតិចិនដែលជាជនសង្ស័យចំនួន7នាក់ក្នុងប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចជំនាញបានដកហូតសម្ភារៈជាវត្ថុតាំងរួមមាន All in One ចំនួន5គ្រឿង Monitor ចំនួន2គ្រឿង CPU ចំនួន2គ្រឿងនិងទូរស័ព្ទដៃចំនួន32គ្រឿងយោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញជនសង្ស័យបានសារភាពថាពួកគេប្រើប្រាស់វិធីសាស្ត្រឆបោកក្រោមរូបភាពជាការលួងលោមស្នេហា Romantic Scam ដែលមានគោលដៅឆបោកទៅកាន់ប្រទេសផ្សេងៗក្រោយការបង្ក្រាបនេះសមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយនឹងភាគីពាក់ព័ន្ធដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការតាមផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះខណៈជនសង្ស័យនិងវត្ថុតាំងរឹបអូសបានត្រូវបានប្រកាសជូនអគ្គនាយកដ្ឋានអន្តរប្រវេសន៍និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីអនុវត្តតាមនីតិវិធីច្បាប់ដោយឡែកនៅថ្ងៃដដែលនេះដែរករណីមួយផ្សេងទៀតស្ថិតនៅទីតាំងក្រោន95ភូមិរលួសសង្កាត់បឹងឈុកក្រុងបូកគោខេត្តកំពតដោយបានចុះត្រួតពិនិត្យផ្ទះល្វែងចំនួន3ផ្ទះវិឡាចំនួន1និងបន្ទប់ប្រតិបត្តិការចំនួន1និងបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន58នាក់ស្ត្រីចំនួន15នាក់ក្នុងនោះមានមុខសញ្ញាក្នុងដីកាចំនួន7នាក់ស្រី2នាក់និងដកហូតសម្ភារៈជីវត្ថុតាំងរួមមាន All in One ចំនួន63គ្រឿងធុង PC ចំនួន2គ្រឿង Monitor ចំនួន3គ្រឿងនិងទូរស័ព្ទដៃ48គ្រឿងកម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិសហការជាមួយសមត្ថកិច្ចនិងអាជ្ញាធរក្នុងខេត្តកំពតបានស្វែងរកពុកសញ្ញាហើយការធ្វើកុសលវិច័យលើឧបករណ៍អេឡិចត្រូនិកនិងវត្ថុតាំងនៅក្នុងបន្ទប់ការិយាល័យ X2 គឺទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពការវិនិយោគពាក់ព័ន្ធនិងរូបិយប័ណ្ណអេឡិចត្រូនិកលើគេហទំព័រคล้ายៗគ្មានប្រភពច្បាស់លាស់ដែលមានគោលដៅទៅប្រទេសផ្សេងៗយ៉ាងណាមិញយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះសមត្ថកិច្ចចម្រុះទាំងប្រទេសបាននឹងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះពិសេសនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដោយគ្មានការលើកលែងសូម្បីម្នាក់ឡើយ